និទានគំនិតអាគារខ្ពស់ចាប់ផ្ដើមពីឥដ្ឋមួយដុំតែសុំកំពេបជ្រាយមនុស្សគ្រប់គ្នាសុទ្ធតែចង់ធ្វើជាអ្នកមានបុរសម្នាក់ចង់ធ្វើជាអ្នកមានដូចគេអ៊ីចឹងដែរគេចង់បើកមុខរបររកស៊ីណាមួយដើម្បីឲ្យខ្លួនគេក្លាយទៅជាសេដ្ឋីមានប្រាក់រាប់លានដុល្លារនឹងគេពេលនេះគេមានដើមទុនប្រហែល$10,000ដែរតែគេបែរជាពេបមាត់ថាប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើតហេតុនេះគេនៅតែជាបុគ្គលិកស៊ីប្រាក់ខែរៀងរហូតទៅបុរសម្នាក់ទៀតមានដើមទុនតែប៉ុន្មាន$100គេខំរកស៊ីដោយចាប់ផ្ដើមពីការប្រកបមុខរបរកំពេចកំប៉ុករហូតសន្សំលុយបើកជាហាងលក់គុយទាវមួយកន្លែងនៅពេលសន្សំលុយបានច្រើនបន្តិចហើយគេបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួនដើម្បីបបួលមិត្តភ័ក្តិឲ្យមករកស៊ីលក់គុយទាវដោយខ្លួនជាអ្នកចេញដើមទុនប៉ុន្តែមិត្តភ័ក្តិទាំងនោះត្រូវដាក់ឈ្មោះធ្វើជាសាខារបស់គេនិងប្រើវត្ថុធាតុដើមរបស់គេចាប់ផ្ដើមពីហាង1 2រហូតដល់រាប់សិបហាងព្រមទាំងរទេះរុញជាច្រើនទៀតដែលប្រើសរសៃគុយទាវរបស់គេមានសិប្បកម្មផលិតសរសៃគុយទាវនិងមីគៀវគេក៏ក្លាយទៅជាអ្នកមានដ៏ល្បីល្បាញម្នាក់ក្នុងចំណោមអ្នករកស៊ីធំដោយការចាប់ផ្ដើមពីប្រាក់ប៉ុន្មាន$100ព្រមជាមួយនឹងការមិនពេបជ្រាយនេះឯងបើកាលថ្ងៃនោះគេនិយាយថាប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើតម្លេះសមគេមិនបានក្លាយទៅជាសេដ្ឋីដូចសពថ្ងៃនេះទេមនុស្សជាច្រើនតែងតែពេបជ្រាយនឹងលុយបន្តិចបន្តួចដែលខ្លួនមានគេមិនព្រមចុះទុនធ្វើការរកស៊ីដើម្បីសម្រេចតាមក្តីស្រមៃរបស់ខ្លួនឡើយហេតុនេះគេក៏គ្មានឱកាសនឹងធ្វើជាអ្នកមានដូចគេនោះដែរអ្នកប្រដាល់ជើងឯកពិភពលោកមិនមែនកើតឡើងដោយគ្រាន់តែមានកណ្ដាប់ដៃដ៏ធ្ងន់ឬមួយដោយសារពូកែទ្រាំនិងកណ្ដាប់ដៃរបស់ដៃគូប្រយុទ្ធនោះក៏ទេដែរតែដោយសារតែគេមិនមើលស្រាលមិនពេបជ្រាយនិងចុះប្រឡូកដោយមិនរុញរានោះឯងជើងឯកពិភពលោកកើតឡើងដោយការអនុវត្តដើម្បីសម្រេចឲ្យបានតាមក្តីស្រមៃរបស់ខ្លួនទីបញ្ចប់គេក៏បានដូចក្តីប្រាថ្នាមនុស្សគ្រប់រូបចាប់ផ្ដើមពីចំណុច0ដូចគ្នាបន្ទាប់ពីនោះមកទៀតបើយើងមានការព្យាយាមយើងក៏កាន់តែឃ្លាតឆ្ងាយពីចំណុច0ប៉ុណ្ណោះដែរសូមកុំឲ្យតែឈប់ដើរនិងសូមកុំឲ្យតែមើលស្រាលបែបមនុស្សទុតិធិនិយមអាគារខ្ពស់សុទ្ធតែចាប់ផ្ដើមកកើតឡើងពីឥដ្ឋដុំទី1មនុស្សដើរបានឆ្ងាយក៏ត្រូវតែចាប់ផ្ដើមពីជំហានទី1ដូចគ្នាដែរអ្នកឡើងទៅដល់ចុងត្នោតត្រូវតែចាប់ផ្ដើមពីគល់ត្នោតផ្កាយ3ចាប់ផ្ដើមពីពុលតូមហាសេដ្ឋីជាច្រើនចាប់ផ្ដើមពីបាតដៃទទេអ្វីដែលសំខាន់នោះអ្នកត្រូវចាប់ផ្ដើមធ្វើឬមួយនៅរារែកចិត្តអ្នកចុះទុនវឹកហាត់រៀនសូត្រដល់កម្រិតណាអ្នកព្យាយាមដល់កម្រិតណាដើម្បីទៅរកគោលដៅនោះ